សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនអរគ្នាឲ្យមើលដំណាំនៅខាងក្រោយផ្ទះទាំងអស់គ្នាទៅបងប្អូនដែលមានដីទំនេរក្រោយផ្ទះឬក៏ដីទំនេរទីទួយអីកុំទុកឲ្យទំនេរចោលយើងអាចដាំដំណាំដូចជាដំណាំស្លឹកដំណាំហូបផ្លែហើយចិញ្ចឹមសត្វនៅខាងក្រោយផ្ទះខ្ញុំមានតាំងពីអំពៅជីវាព្រៅជីនឹងវងស្អំក្រូចសើចក្រូចពោធិ៍សាត់និយាយទៅមានសពគ្រប់អត់ពិបាកទិញគេពេលដែលយើងមានរបស់ខ្លួនយើងនឹកដែលយើងបានដាំដែលយើងបានចិញ្ចឹមនៅខ្លួនយើងអញ្ចឹងវាអត់មានសារធាតុគីមី